ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Start Tarot Card and Bean សម្រាប់វីដេអូខ្ញុំគឺមើលជាទូទៅជួយបងប្អូនដែលអូសចាំវីដេអូខ្ញុំដោយចៃដន្យប្រសិនបើត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមយកទៅក្នុងចិត្តចាស់ប៉ុន្តែប្រសិនបើមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេសូមអររំលងវីដេអូខ្ញុំចាស់ណាដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបន្តធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់លេងកំសាន្តជាបន្តទៀតសូមបងប្អូនជួយចុច follow account TikTok ក៏ដូចជាចុច subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងណាខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាទុកជាបងប្អូនទាំងអស់គ្នាខ្ញុំបានដល់សញ្ញាការរួចរាល់ហើយដែលយើងទទួលបានសញ្ញាការទាំងអស់ចំនួន3ដែលមានសញ្ញាការ Two of Wands សញ្ញាការ Ten of Pentacles និងសញ្ញាការ Six of Pentacles សម្រាប់សំណួររបស់យើងគឺចង់សួរថាតើមួយរយៈនេះមានអ្នកដែលគេចាប់អារម្មណ៍យើងអត់ដែលគេមើលមកកាន់យើងហើយគេចង់មានតំណែងទៅមួយយើងឬក៏មើលមកយើងដូចជាចាប់អារម្មណ៍ឬក៏អត់មិនថាអ្នកជាបរិសុទ្ធឬក៏ជានារីទេជាពិសេសអ្នកដែលនៅលាវអ្នកដែលមិនទាន់មានគ្រួសារសំណួរគឺចង់សួរផ្ដោតសំខាន់ថាតើមានអ្នកដែលគេចាប់អារម្មណ៍យើងទេមួយរយៈនេះសម្រាប់សញ្ញាការដំបូងគេបងប្អូនទាំងអស់គ្នាគឺសញ្ញាការ Two of Wands ពាក់ព័ន្ធជាមួយនឹងសញ្ញាការនេះបើកមកគឺពាក់ព័ន្ធជាមួយនឹងបញ្ហាហ្មងបងប្អូនទាំងអស់គ្នាប៉ុន្តែបញ្ហាគឺអាចដោះស្រាយបានអញ្ចឹងមិនថាបងប្អូនអ្នកចូលមកមើលវីដេអូនេះជាមនុស្សប្រុសឬក៏មនុស្សស្រីទេមួយរយៈនេះអ្នកមានបញ្ហាពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ដែរប៉ុន្តែគឺអាចដោះស្រាយបានហើយសម្រាប់បងប្អូនខ្លះគឺកំពុងតែមានសត្រូវនៅកន្លែងការងារដែរមែនអត់បងប្អូនទាំងអស់គ្នាមិនក៏បើកឆាកឆ្នាំ2026ក្នុងខែ1មកបងប្អូនខ្លះមានបញ្ហានៅកន្លែងការងារហើយបងប្អូនអត់សូវសប្បាយចិត្តនៅកន្លែងការងារទេហើយបងប្អូនខ្លះក៏អត់ចង់ទៅធ្វើការដែរហើយសម្រាប់បងប្អូនខ្លះក៏មានគម្រោងចង់ផ្លាស់ប្ដូរការងារថ្មីដែរមានន័យថានៅកន្លែងការងារគឺធុញទ្រាន់មែនទែនហើយជួបតែមនុស្សតតែហើយមានបញ្ហានៅកន្លែងការងារទៀតរត់តែអត់ចង់ទៅធ្វើការតែម្ដងបងប្អូនទាំងអស់គ្នាបើសិនបើបងប្អូនមួយចំនួនដែលមានសត្រូវឬក៏មានបញ្ហានៅកន្លែងការងារយើងអត់សប្បាយចិត្តជាមួយនឹងមិត្តរួមការងាររបស់យើងឬក៏មិត្តរួមការងារដូចចាក់ពីក្រៅខ្នងអីបងប្អូនកុំដាក់អារម្មណ៍ទៅលើពួកគេពេកយើងព្យាយាមធ្វើតែការងាររបស់យើងទៅហើយបើកយកតែប្រាក់ខែមកបងប្អូនទាំងអស់គ្នាពីព្រោះអេដមីនចង់ share បទពិសោធន៍ដែរនៅកន្លែងការងារមិនមែនជាកន្លែងដែលយើងគួរស្មោះត្រង់និយាយពីបញ្ហាផ្ទាល់ខ្លួនប្រាប់ទៅកាន់មិត្តរួមការងារទេពីព្រោះមនុស្សខ្លះល្អតែនៅនឹងមុខយើងទេប៉ុន្តែលួចចាក់ពីក្រៅខ្នងអញ្ចឹងយើងព្យាយាមបំពេញតែទូនាទីយើងការងារយើងឲ្យតែល្អទៅហើយបើកយកតែប្រាក់ខែមកបងប្អូនទាំងអស់គ្នារឿងខ្លះគួរស្ងៀមស្ងាត់ក៏ស្ងៀមស្ងាត់ទៅរឿងខ្លះគួរធ្វើមិនដឹងមិនលឺក៏ធ្វើមិនដឹងមិនលឺទៅគឺដើម្បីរក្សាសុវត្ថិភាពរបស់យើងក៏ដូចជារក្សាសុខភាពផ្លូវចិត្តរបស់យើងដែរយើងគប់តែចេះដឹងរឿងគេហើយកុំនិយាយរឿងផ្ទាល់ខ្លួនប្រាប់ទៅគេដែរពីព្រោះកន្លែងការងារមិនមែនជាកន្លែងដែលបងប្អូនត្រូវស្មោះត្រង់ទេយើងធ្វើតែការងារទៅប៉ុន្តែចំពោះរឿងពាក់ព័ន្ធជាមួយនឹងរឿងផ្ទាល់ខ្លួនរបស់យើងមិនគួរ share ក៏កុំ share អីបងប្អូនទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេណាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍នៅកន្លែងការងារហើយពាក់ព័ន្ធជាមួយនឹងសន្លឹកផ្លាតនេះដែរបងប្អូនខ្លះក៏កំពុងតែមានបញ្ហាដែរពាក់ព័ន្ធជាមួយនឹងការឈឺភ្នែកឈឺដៃឈឺជើងឬក៏បងប្អូនខ្លះមានតំណែងមិនល្អទេនៅកន្លែងការងារពាក់ព័ន្ធជាមួយនឹងគេមើលមកយើងគឺអត់ឃើញពីតម្លៃរបស់យើងអត់ឃើញពីភាពវិជ្ជមានរបស់យើងតែម្ដងយើងចូលមកកាន់សំណួររបស់យើងបងប្អូនសម្រាប់សំណួររបស់យើងគឺសួរថាតើមានអ្នកដែលគេចាប់អារម្មណ៍យើងទេមួយរយៈនេះមិនថានៅកន្លែងការងារឬនៅលើបណ្ដាញសង្គម Facebook TikTok ទេតើមានអ្នកដែលគេចាប់អារម្មណ៍យើងទេចម្លើយគឺមានបងប្អូនទាំងអស់គ្នាហើយបងប្អូនខ្លះអាចមានអ្នកចាប់អារម្មណ៍យើងដល់តែ2នាក់ប៉ុន្តែបងប្អូនខ្លះមានតែម្នាក់ទេហើយសម្រាប់លក្ខណៈសម្បត្តិរបស់អ្នកដែលគេចាប់អារម្មណ៍យើងនោះគឺគេមានសម្បល់ពីរពណ៌ឬក៏មានសម្បល់ស្រអែលសណ្ដែកបាយបងប្អូនទាំងអស់គ្នាមិនថាគេជាមនុស្សប្រុសឬក៏មនុស្សស្រីទេហើយគេជាមនុស្សដែលកើតមកនៅក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិសមរម្យដែរហើយគាត់ក៏ជាមនុស្សដែលមានសមត្ថភាពខ្ពស់នៅក្នុងការរកលុយផងដែរហើយក៏ជាមនុស្សដែលស្រឡាញ់គ្រួសារដោយស្មោះត្រង់ផងដែរណាបងប្អូនទាំងអស់គ្នាអ្នកដែលគេចាប់អារម្មណ៍យើងនោះហើយពាក់ព័ន្ធជាមួយនឹងបងប្អូនមួយចំនួនដែលគាត់មានស្នេហាហើយក៏អាចមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងរឿងរៀបអាពាហ៍ពិពាហ៍នៅក្នុងពេលឆាប់ៗនេះដែរណាហើយក្រោយរៀបអាពាហ៍ពិពាហ៍បងប្អូនក៏អាចទទួលបានមរតកពីគ្រួសារទាំងសងខាងផងដែរហើយសម្រាប់អ្នកដែលគេចាប់អារម្មណ៍បងប្អូនទាំងអស់គ្នានេះគឺពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់គឺគេមានលុយកាក់ចាយមិនខ្វះទេបងប្អូនទាំងអស់គ្នាអាចផ្គត់ផ្គង់ខ្លួនឯងបានហើយអ្នកខ្លះក៏អាចផ្គត់ផ្គង់ទៅដល់គ្រួសារសាច់ញាតិរបស់គេទៀតផងគេជាមនុស្សដែលមានចិត្តបន់ចេះធ្វើបន់នេះពាក់ព័ន្ធជាមួយនឹងសិលឹកកាត់នេះបងប្អូនទាំងអស់គ្នាចេះធ្វើបន់ចេះជួយយកអាសាអ្នកដតីហើយអព្យាក្រឹតផងដែរមានន័យថាស្មោះត្រង់អព្យាក្រឹតអត់ចូលចិត្តកុហកបោកប្រាស់ណាគេទេហើយអ្នកខ្លះក៏ជាមនុស្សដែលធ្វើការផ្នែកផ្លូវច្បាប់ផងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលគេចាប់អារម្មណ៍របស់យើងគឺគេមានលក្ខណៈសម្បត្តិបែបនេះណាបងប្អូនចាំចំណាំមើលមិនថានៅលើបណ្ដាញសង្គម Facebook TikTok ទេដែលគេឧស្សាហ៍ like comment ឬក៏ share បងប្អូនទាំងអស់គ្នាឬក៏នៅកន្លែងការងារគេឧស្សាហ៍និយាយលេងជាមួយបងប្អូនឬក៏ធ្វើទង្វើល្អមកកាន់បងប្អូនទាំងអស់គ្នាគឺគេជាមនុស្សដែលចូលចិត្តជួយយកអាសាចូលចិត្តធ្វើបន់ធ្វើទានឬក៏ស្មោះត្រង់នឹងឯងលក្ខណៈសម្បត្តិអ្នកដែលគេកំពុងតែចាប់អារម្មណ៍យើងបងប្អូនទាំងអស់គ្នាអាចចំណាំមើលបានណា
មនុស្សម្នាក់ដែលគេចាប់អារម្មណ៍បងប្អូនទាំងអស់គ្នានេះក៏គេជាមនុស្សដែលមានភាពកក់ក្ដៅនៅក្នុងគ្រួសារផងដែរហើយគ្រួសាររបស់គេគឺសារនាំគ្នាទៅធ្វើបន់ធ្វើទានជួបជុំក្រុមគ្រួសារឬក៏ដើរលេងជុំក្រុមគ្រួសារជាដើមហើយគេអាចនឹងចូលមកសារភាពស្នេហ៍ប្រាប់បងប្អូនទាំងអស់គ្នាដែរសម្រាប់បងប្អូនមួយចំនួនក៏អាចទទួលបានដំណឹងល្អពាក់ព័ន្ធជាមួយនឹងរឿងស្នេហាមានឱកាសគេចូលមកសារភាពស្នេហ៍ដែរណាមនុស្សម្នាក់ដែលគេនឹងចូលមកសារភាពស្នេហ៍បងប្អូនទាំងអស់គ្នានោះគឺអាចនឹងជាដៃគូល្អរបស់បងប្អូនទាំងអស់គ្នាឬក៏អាចជាគូជីវិតដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាដែរគេមកពីគ្រួសារដែលមានលុយកាក់មានការងារល្អហើយអាចមានសំណាងបានលេបពីដៃគូស្នេហាដែរបើសិនបើបងប្អូនដែលមានស្នេហាឬក៏បងប្អូនដែលនឹងបើកបេះដូងនៅពេលដែលគេសារភាពស្នេហ៍ក៏អាចទទួលបានលេបពីដៃគូស្នេហារបស់យើងដែរណាអញ្ចឹងសំណួររបស់យើងថាសួរថាយើងជួបមនុស្សដែលគេចាប់អារម្មណ៍យើងអត់គឺមានគេចាប់អារម្មណ៍យើងហើយបងប្អូនខ្លះក៏គេនឹងសារភាពនៅក្នុងពេលឆាប់ៗនេះដែរណាហើយកុំព្រួយបារម្ភអីពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់គឺគេអាចរកបានឲ្យខ្លួនឯងសមត្ថភាពធ្វើការគឺគេមានហើយមានចិត្តបន់ផងដែរចូលចិត្តធ្វើបន់ធ្វើទៀនណាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេបងប្អូនទាំងអស់គ្នាជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែរឿងល្អៗហើយទទួលយកតែធម៌ពលវិជ្ជមានចុះណាអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយទៀតណា